ថែមគ្នាមកគ្រាប់ទៀតទៅលើលោកលើគីទៅលើលោកនេះបាទសួស្តីបាទជួបជាមួយខ្ញុំបាទពុស្នារៀនធ្វើ play ទៀតហើយណាបាទចឹងថ្ងៃនេះខ្លួនឯងខ្ញុំបាទនឹងមកចែករំលែកពីរបៀបរៀបហ្គីតាបាសឬក៏ធ្វើហ្គីតាបាសនៅលើ FL Studio Mobile ហ្នឹងហើយសម្រាប់អ្នកដែលថ្មីតមឃើញវីដេអូហ្នឹងកុំភ្លេចជួយចុច Subscribe Channel អ្នកមួយផងហើយសម្រាប់អ្នកដែលថ្មីចង់រៀននេះអាចទស្សនាវីដេអូខ្ញុំបាននេះបាទគឺហ្គីតាបាសខ្ញុំរៀបខ្លួនឯងផ្ទាល់ហ្មងតែមិនមែនខ្លួនខ្ញុំផ្ទាល់ទេជួនកាលក៏មានបងដែរគាត់ថាហ្គីតាបាសមួយខ្ញុំអត់សូវដែរបានជួបអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំរៀបលេងទៅវាចូលជាមួយនឹងអាលបbreak mix របស់ថៃហ្នឹងបែបថៃហ្នឹងអញ្ចឹងខ្ញុំក៏ប្រើនៅហ្គីតាបាសនឹងតែម្ដងទៅវាស៊ីគ្នាអញ្ចឹងបងប្អូនតោះឥឡូវយើងកុំឲ្យខាត់ពេលយើងទៅស្ដាប់ជាមួយនឹងហ្គីតាបាសតើវាលយកម្រិតណាឬក៏វាពីរោះបែបណាឬក៏មិនកុំភ្លេចជួយ comment នៅខាងក្រោមវីដេអូម្នាក់មួយផងណាបាទតោះឥឡូវយើងមកស្ដាប់អបខ្ញុំមកបាទហ្នឹងបងប្អូនគឺអេម៉ត់ហ្នឹងហើយបងប្អូននេះតង់ទី1ខ្ញុំជ្រើសរើសបែបហ្នឹងឥឡូវតង់ទី2យើងស្ដាប់អបខ្ញុំមកគឺវាស៊ីrấtល្អមែនទេបងប្អូនអាចយើងរាំនឹងហ្គីតាបាសហ្នឹងក៏រាំកាត់ដែរយើងអាចចាក់ក្បាច់បានទៀតអេមខ្លាំងតែហ្គីតាបាសហ្នឹងតមកយើងស្ដាប់លោកដែលខ្ញុំរៀបបាស3គ្រាប់ទេហ្នឹងហើយរៀប kick 3គ្រាប់ទេហើយជាមួយនឹងI had បាទហើយជាមួយនឹងpercussion អីផ្សេងហ្នឹងហើយសម្រាប់ដែលយើងចូលចិត្តយើងដាក់មកដាក់ឲ្យស៊ីគ្នាហ្នឹងមកចឹងគឺខ្ញុំរៀបដូចខ្ញុំនិយាយចឹងខ្ញុំរៀបបែបចង្វាក់ថៃបាទថៃចែកថៃដែលធ្វើហ្នឹងខ្ញុំចេះរៀបលេងហ្នឹងបងប្អូនខ្ញុំមិនមែនជាអ្នកអាជីពទេតែខ្ញុំនឹកឃើញខ្ញុំចង់រៀបហ្នឹងដល់ពេលខ្ញុំរៀបទៅល្អឬក៏យ៉ាងណាដែរជួយ comment នៅខាងក្រោមវីដេអូម្នាក់មួយផងណាបាទហ្នឹងហើយដើម្បីខ្ញុំអាចមានកម្លាំងចិត្តទៅម្លេះបងប្អូនពីរបៀបធ្វើ play ដែលខ្ញុំអាចចេះនឹងខ្ញុំមកចែកលើបងប្អូនតោះឥឡូវយើងស្ដាប់បងប្អូនថាវាលយប៉ុណ្ណានេះបាទគឺនេះជាបែបរៀបបែបថៃចេញយើងស្ដាប់ហើយវាមានអារម្មណ៍យ៉ាងណាដែរឥឡូវយើងស្ដាប់ជាមួយនឹងហ្គីតាបាសមកតែវាចូលគ្នាអត់ហ្នឹងហើយសម្លេងហ្គីតាបាសតង់ទី1ហ្នឹងហើយចូលតង់ទី2យើងថែមគ្នាមកគ្រាប់ទៀតទៅលើលោកលើគីទៅលើលោកនេះបាទជួយចុច subscribe channel ឲ្យមួយផងបាទអញ្ចឹងវីដេអូហ្នឹងក៏បានឈានដល់ទីបញ្ចប់ហើយកុំភ្លេចជួបគ្នានៅពេលក្រោយទៀតអូខេបាយបាយ